បញ្ហាទេបន្តការប្រកួតបាទជាញ៉ាកដាលរອບនឹងព្យាយាមថយរកកន្លែងទីទួលសមត្ថភាពពាក់កមួយចាប់ជើងជាប់ម្លែងទៅវិញហើយថាបាតជើងអរិយមួយទៀតប្រយោគយ៉ាត់ដល់ជុំបាតជើងអរិយមួយទៀតញ៉ាកដាលសម្រាប់ចិត្តប្រជុំ Hello មីងក្លាវ៉ា Mr. IMME 27 YouTube Channel យ៉ាងនេះ view ပြန်ចូលလိုက်ပါတယ်កម្ពុជាស្លាប់ទឹកទី1ក៏បានបង្ហាញជូនទៅដោយបាទសហការីគឺកញ្ញាស្រីមាសបាទអមជាមួយនឹងសម្លៀកទភាពអន្តរជាតិកម្ពុជាមីយ៉ាន់ម៉ាទឹកទី1 round 1បាទយើងទស្សនានៃការប្រកួតបាទទឹកទី1បានឈានចូលមកដល់ឬក៏យើងហៅថា round 1ជាភាសាបរទេសបង្ហាញជូនទៅដល់កីឡាករដែលមកពីមីយ៉ាន់ម៉ាគាត់បានជ្រាបបាទស្វាគមន៍ភ្លាមដល់ការទាត់ឆ្វេងរបស់ធុនស៊ីហុងបាទម្ចាស់ខ្សែក្រវ៉ាត់គ្រុនគុនខ្មែរការប្រកួតលក្ខណៈ Women បាទក្រោយតែពីឈ្នះបាទកីឡាករបារាំង Fabio នៅវគ្គផ្ដាច់ព្រាត់នៅឯបាទស្រុកបាទីខេត្តតាកែវបាទរំលងផុតទៅអស់ចិត្តមួយខែធុនស៊ីហុងបាទបដូររសជាតិមកប៉ះជាមួយនឹងកីឡាករមីយ៉ាន់ម៉ាវិញម្ដងបាទមីយ៉ាន់ម៉ាគេចំណាំថាកីឡាករភាគច្រើនគេថាស៊ូបាទប៉ុន្តែមកប៉ះជាមួយនឹងធុនស៊ីហុងនេះចាំមើលថាស៊ូឬក៏មិនស៊ូអាយយបាទគ្រាន់តែដើមទឹកទី1នេះធុនស៊ីហុងបញ្ចេញទៅភាពប៉ិនប្រសពរបស់ខ្លួនធ្វើឲ្យពុកម៉ែបងប្អូននឹងគេថាបាទហូបក្រេវជូនបាទទាត់ជើងក្រោមរបស់ស៊ីហុងបាទមកយកមកយ៉ាត់កំពុងតែតោងបាត់ធាក់ឆ្វេងទាត់ស្ដាំណែធាក់ស្ដាំមួយទៀតបាទស្នៀតពិសេសរបស់ធុនស៊ីហុងហ្នឹងគេថាបាទធាក់សម្ដៅចកាកើមនេះធាក់ចូលផ្ទៃមុខតែម្ដងណាបាទជាយាមញែទាត់ជើងក្រោមមួយសិនប្រព័ន្ធស្វារតីហើយក៏បាត់ធាក់ច្រាស់មួយអត់ទាត់ស្ដាំរបស់ស៊ីហុងបាទមកយកមកយ៉ាត់គាត់ងក់ក្បាលតិចបាទគាត់ប្រាប់ថាអាយ៉ាដូចជារឿងធ្ងន់ចំណាប់ចំនួនណាស៊ីហុងបាទតោងទៅតិចហើយបាទពីធុនស៊ីហុងបាទដើរចូលជ្រុំជើងបត់កៃស្ដាំមួយប៉ែបន្ទាប់ពីបត់កៃស្ដាំមួយប៉ែចាក់ជើងក្រោមស្ដាំមកវិញរបស់កីឡាករបាទម៉ាយ៉ាត់បាទលុកដៃឆ្វេងរបស់ធុនស៊ីហុងបាទចាក់ជើងក្រោមដើម្បីថ្វាយផ្កាស្ដាំរបស់ម៉ាយ៉ាត់ប៉ុន្តែអត់ដល់បាទការប្រកួតក្នុងប្រភេទទម្ងន់57គីឡូក្រាមបាទគុនខ្មែរកង់ធំបាទ5ទឹកបាទតែចាំមើលថាបាន5ទឹកឬក៏យ៉ាងណាក៏ដែរបាទបរោះលេងមុនសក់កញ្ញាញ់តិចបាទគឺធុនស៊ីហុងក៏ប៉ុន្តែព្យាយាមដើរចូលបាទចាក់ជើងក្រោមស្ដាំធាក់ឆ្វេងតតឆ្វេងសងទៅវិញរបស់កីឡាករបាទម៉ាយ៉ាត់របស់មីយ៉ាន់ម៉ាបាទតតស្ដាំចូលគោលផ្លូវប៉ុន្តែធុនស៊ីហុងរឹងមែនទែនបាទតតមកជើងនេះអត់រងកើទេហើយក៏បាទ50វិនាទីចុងក្រោយទឹកទី1បាទគេហៅថាកម្ដៅក៏ប៉ុន្តែកើនឡើងតិចម្ដងស្បៀតក៏ចេញធ្ងន់ទៅបាទបាត់កែងឆ្វេងមួយរបស់ធុនស៊ីហុងបាទសម្លឹងមើលលុកម្ដាយឆ្វេងចូលក្បាលពោះមីយ៉ាត់ក៏ដកមកវិញតែសិនបាទថយមួយបាទគេហៅថាកលាជើងធំនេះកលាក៏ល្អតន់ប៉ុន្តែគាត់ថាគាត់ពិបាកនឹងការទាត់ដោយសារតែធុនស៊ីហុងនេះរៀងខ្ពស់បាទក៏ដាក់ចូលចាក់ជើងក្រោមមួយបាទរៀងញយបន្តិចទាត់ជើងក្រោមអត់ទេទាត់លើចាប់ជើងបានលុកឆ្វេងស្ដាំរបស់បាទកីឡាករម៉ាយ៉ាត់របស់ប្រទេសមីយ៉ាន់ម៉ាបាទធាក់ឆ្វេងបាទអត់ដល់បន្តមកធុនស៊ីហុងក៏ដាក់ចូលបត់កែងឆ្វេងអូយបាទថែមស្ដាំមួយទៀតបាទស្រាវជំនួសបាទធាក់មួយបាទចូលគោលចកាបាទចុងទឹកទី1ចូលទៅចាប់បច្រាស់គ្នាបាទទាញទៅទាញមកបាទចប់ទឹកទី1ជាកីឡាករគុនខ្មែរម្នាក់វាមិនមែនបាទរូបភាពនៃការប្រកួតនៅលើសង្វៀនគ្រូគុនខ្មែរក៏បានបញ្ជូនត្រឡប់មកវិញយើងទស្សនារូបភាពយឺតបង្ហាញជូនបាទទាត់ឆ្វេងត្រង់នេះបាទហើយក៏ធាក់ឆ្វេងមួយទៀតអូយបាទស្ទុះចូលទៅជង្គង់ហោះមួយទៀតរបស់ធុនស៊ីហុងបាទ3ស្នៀតដល់មិញគេថាសិតតែប្លង់ឡចូលទៅត្រង់នេះបាទបត់កែងឆ្វេងប្រឆាចុងច្រមុះប៉ុន្តែអត់ទាន់បញ្ហាបាទបោះជង្គង់ស្ដាំកាត់សមកវិញរបស់ធុនស៊ីហុងដើរចូលទៅបាទទល់ដៃជ្រុំជើងសេះទៅធ្វើយ៉ាងម៉េចនេះបាទធាក់ឆ្វេងបាទចូលពេញចកាកើមទាញជើងមករបស់កីឡាករភូមាបាទម៉ាយ៉ាត់ធ្វើអ្វីមិនកើតក៏បានបញ្ចប់ត្រឹមនេះហើយយើងទស្សនាការប្រកួតបាទនេះពេលបន្តិចទៀតនេះដែលឈានចូលមកដល់បាទទឹកទី2អ្នកទឹកចេញក្រៅ Second now គ្រុតគុនខ្មែរគូមិត្តភាពអន្តរជាតិកម្ពុជាមីយ៉ាន់ម៉ាទឹកទី2 round 2បាទការប្រកួតឈានចូលមកដល់ជាបន្តទៀតបាទទឹកទី2 round 2ហើយលោកលីហួរនឹងធ្វើការថាចបាយជូនពុកម៉ែបងប្អូនជាបន្ត
បាទលោកស្រីនាងកញ្ញានៅមកទស្សនាការប្រកួតជាបន្តបាទនៅលើសង្វៀនគ្រុតគុណខ្មែរហើយទុនស៊ីហុងទាត់កាត់ជើងក្រោមមួយហើយទាត់លើមួយទៀតគេហៅថាតែជើងជុះស្មុតទាត់លើថែមួយទៀតបាទឃើញមកយកញ៉ាត់រៀងទៀបបាទ1ម៉ែត្រ50ជាង1ម៉ែត្រ50ជាងចិត្ត60អញ្ចឹង1ម៉ែត្រ7ងាយស្រួលទាត់លើមួយទៀតចាប់ជើងជាប់ម្លេះទៅវិញទាត់កាត់ជើងក្រោមពីមកយកមកយ៉ាត់បាទឲ្យជាបន្តធាក់ទួលក្បាលពោះមួយទាត់សងមកវិញបបលខ្លួនបានមកជុំពុកកិច្ចផុតតែបន្តិចបាទមកចាមដើរចូលជាបន្តពីទុនស៊ីហុងទឹកទី1វិញនឹងមានអន្តភាពមានគប់ស្នៀតគប់ក្បាលជាទឹកទី2នេះថារៀងដូចប្របាក់ដែរគូកែកខ្លីមួយអកោះកោះកែងគប់កែងហើយយកមកដៃឆ្វេងញាក់មួយពីប្រយោជន៍ប្រយ័ត្នបាទអ្នកខ្ពស់ប៉ុន្តែប្រកាសថាអ្នកតែវាយអ្នកទៀបស្រួលទេអ្នកទៀបក៏បានប្រកាសថាប្របាក់វាយអ្នកខ្ពស់ដែរហើយដើរចូលជាបន្តពីទុនស៊ីហុងញាក់មួយធាក់ទល់ចំក្បាលពួកចាញាក់តរឡមួយហើយគាត់ថាមេញ៉ុងដើរចូលគៀតបាទទុនស៊ីហុងអើយមកជើងរបស់ទុនស៊ីហុងច្រឡំតែមេញ៉ុងបាទ 2 3 4 5 6 7 8 បន្តការប្រកួត continue បន្តការប្រកួតឲ្យចាស់ក្បាច់ប្រចាំតកោរបស់ទុនស៊ីហុងចេញហើយញាក់ជាបន្តយោនាងបកកតុយមួយមកយកយ៉ាត់កិច្ចផុតទាត់មួយប៉ះបាំងទាត់មួយទៀតប៉ះបាំងដៃជាប់ល្អពីទុនស៊ីហុងគេថាមកជើងពីរជើងចេញដែរបាទដល់ចូលជាបន្តទាត់លើមួយពីទុនស៊ីហុងទាត់កាត់ជើងក្រោមពីមកយកមកចាត់ទាត់លើមួយទៀតពីទុនស៊ីហុងធាក់ចេញបាតជើងរយៈមួយបាតជើងរយៈក្បាច់ពិសេសរបស់ទុនស៊ីហុងយកបាត់ដៃបាត់កែងកាត់ខ្លីមួយទាត់កាត់ជើងក្រោមត្រេនបន្តិចពីមកយកមកយ៉ាត់ហើយទាត់កាត់ជើងក្រោមសងពីទុនស៊ីហុងព្យាយាមវត្តឆ្វេងថែមស្ដាំពីមកយកមកយ៉ាត់អើយកោះកែងខ្លីមួយហើយចាក់ជង្គង់មួយបាទចាក់ជង្គង់ដើរចូលជាបន្តធាក់ទៅដើមទ្រូងមួយគេហៅជន្ទល់រៀមឬក៏ច្រត់អីស្អីគប់កែងខ្លីមួយគេហៅដៅបាជពូបោះជង្គង់មួយគេហៅថាភៀនណូបាទជ្រែកពពកពីនៅចេះពពកតកាត់ជើងក្រោមមាញ់នេះកាប់គោរមជួយមិនតលោមួយកាប់ចានអត់ត្រូវធាក់ចេញមួយពីមយោយ៉ាត់ថាកុំឲ្យមកចិត្តខ្ញុំបាទហើយចាក់ជង្គង់មួយតត់គៀនក្អមមួយមិញសៀងចាប់គៀងចាក់ជង្គង់សៀងដើរចូលបាទឆាក់ឆ្វេងស្ដាំឆ្វេងឲ្យតែស្ដាំធាក់ចេញមួយទៀតធាក់ចេញមួយពីសៀងក្រៅចូលពោះទឹកមួយអស់ចំពោះខ្លួនឯងងើបឡើងមកវិញបន្តការប្រកួតបាត់ចូលពោះទឹកមួយចាក់ជង្គង់មួយពីសៀងគប់កែងខ្លីមួយលាត់សុញងាច់បាទងាច់ទៅស្ទាបមុខតិចតែមានលោហិតអត់ទេ4 5 6 7 8ដល់ការប្រកួតអត់អីជាបញ្ហាទេបន្តការប្រកួតបាទជាញ៉ាកដារាប់ហ្នឹងគាត់ថយរកកន្លែងទីទួលសមត្ថភាពពាក់កមួយចាប់ជើងជាប់ម្លែងទៅវិញហើយថាបាតជើងអរិយមួយទៀតមកយកយ៉ាត់ដល់ចុះបាតជើងអរិយមួយទៀតញ៉ាកដាសម្រាប់ចិត្តប្រជុំតែម្ដងបាទមើលទៅដូចជាការតស៊ូរបស់មកយកមកយ៉ាត់មិនអាចបន្តដំណើរទៅមុខដើម្បីគិតគូរពីសមត្ថភាពកីឡាករលោកជ្រាវសុភាពសុខចិត្តថាឥឡូវតោះប៉ុណ្ណឹងបានហើយអញ្ចឹងយើងទុកឱកាសក្រោយបន្តទៀតបាទអញ្ចឹងនិយាយជំនះបងប្អូនដែលបានឃើញស្រាប់នៅលើសង្វៀនបែបនេះឯងបាទបាទអរគុណច្រើនយើងទស្សនារូបភាពជាយឺតបង្ហាញជូនបាទជាមួយនឹងស្នៀតពិសេសរបស់ធនស៊ីហុងដែលផ្ដួលកីឡាករមីយ៉ាន់ម៉ាបៃមិញបាទចូលមកជង្គង់ស្ដាំបត់កែងស្ដាំមកដួលគ្រីងបាទបន្ទាប់ពីដួលភ្លេងមកក្រោកមកវិញបាត់ធាក់មួយបាទចតលត្រមេឃហើយបន្តមកទៀតធាក់ថែមួយទៀតបាទដួលក្រាំងទៅត្រង់នេះគឺលោកគ្រូជ្រាវសុភាពបញ្ឈប់ការប្រកួតតែម្ដងបាទយើងទស្សនារូបភាពសារឡើងវិញជាបន្តទៀតបាទត្រង់នេះបាទធាក់អូយបាទពេញមុខតែម្ដងបាទហើយនេះគឺជាបាទស្នៀតដល់ពិសេសដែលធនស៊ីហុងតែប្រើឲ្យតែបានផលផងបាទគេហៅថាបាត់ជើងអរិយធាក់ពេញមុខបាទហើយលោកគ្រូជ្រាវសុភាពនឹងគេថាបញ្ឈប់ការប្រកួតភ្លាមដោយសារតែបាទបទបញ្ជានៃការប្រកួតគុនខ្មែរគឺមួយទឹកมันអាចរាប់លើពី3ដងបានទេបាទអរគុណច្រើនប្រិយមិត្តទស្សនិកជនបាទសូមស្ដាប់ជាមួយនឹងការប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមធនស៊ីហុងឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវទៅលក់ញ៉ាកដាបញ្ឈប់នៅក្នុងទឹកទី2ဆိုတော့အားလုံးရဲ့အမြင်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ် MMA နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်တော့ပေးဖို့အားလုံးကိုတောင်းဆိုလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်